ការពីពេលថ្មីនេះក្រសួងសុខាភិបាលបានចេញនូវសេចក្តីជូនដំណឹងដោយប្រកាសរកឃើញផលិតផលគ្រឿងសម្អាងមួយចំនួនដែលកំពុងចរាចរលក់នៅលើទីផ្សារមានផ្ទុកសារធាតុគីមីបារតនិងសារធាតុគីមីអាស៊ីតសេលីស៊ីលិកលើសកម្រិតស្តង់ដារកំណត់បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសារធាតុគីមីបារតបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាខ្សោយតម្រងនោមមហារីកស្បែកនិងប៉ះពាល់ដល់ប្រព័ន្ធប្រសាទខណៈដែលសារធាតុគីមីអាស៊ីតសាលីស៊ីលិកវិញអាចបណ្ដាលឲ្យខូចខាតរបាំងការពារស្បែកស្ងួតធ្ងន់ធ្ងររបកស្បែកនិងរលាកស្បែកប្រសិនបើផលិតផលគ្រឿងសម្អាងប្រើប្រាស់សារធាតុគីមីទាំងនេះលើសកម្រិតស្តង់ដារដំណឹងនេះបានញ៉ាំងឲ្យសាធារណជនមួយចំនួនជាពិសេសនារីដែលតែងតែប្រើប្រាស់គ្រឿងសម្អាងបង្ហាញក្តីបារម្ភពីផលប៉ះពាល់ដល់សុខភាពរបស់ពួកគេសម្រាប់ខ្ញុំមានជាការព្រួយបារម្ភដែរទៅលើប្រជាជនដែលប្រើប្រាស់វាបើទោះបីជាខ្ញុំអត់បានប្រើប្រាស់ទៅលើផលិតផលទាំងអស់ហ្នឹងប៉ុន្តែខ្ញុំបានឃើញពីផលប៉ះពាល់នៃបារម្ភហ្នឹងជាខ្លាំងទៅលើអ្នកប្រើប្រាស់អញ្ចឹងសម្រាប់ខ្ញុំគឺបារម្ភទៅលើសុខភាពរបស់ពួកគាត់មិនថាពេលឥឡូវឬក៏ជាពិសេសគឺថ្ងៃអនាគតពីមុនខ្ញុំធ្លាប់ប្រើរបស់រេបឡនអីចឹងណាចាយូរហើយចូល7 8ឆ្នាំហើយតែឥឡូវខ្ញុំមិនដែរប្រើទេអត់ដែរលាបអីទាំងអស់ពីនោះខូចសុខភាពដល់ប្រជាពលរដ្ឋយើងទាំងអស់អញ្ចឹងយើងហ៊ានប្រើតាំងពីដើមមកមិនចាប់ឲ្យគាត់ផ្សាយក្រោយក៏ដោយតែខ្ញុំអត់ប្រើតាំងពីដើមមកដែរដល់ពេលផ្សាយថាទីមិនថាខ្ញុំគិតត្រូវប៉ះច្រើនទូទៅហើយឥឡូវម្នាក់ចង់ស្អាតទាំងអស់ចង់ត្រូវតែប៉ះពាល់ហើយតែគ្រាន់តែតិចឲ្យច្រើនអញ្ចឹងណាវាមានតិចឲ្យច្រើនតែប៉ុណ្ណឹងព្រោះបើឥឡូវគាត់ផ្សាយមកថាឲ្យបិទទៅចិត្តខាងអញ្ចឹងគឺល្អជាពលរដ្ឋកាត់បន្ថយខ្លះការគីមីហ្នឹងខ្ញុំយកឃើញថាវាមានរបស់ខ្លះក៏វាមានជាតិកាត់ច្រើនហើយរបស់ខ្លះទៀតវាជារបស់សុទ្ធដែលយើងអាចជឿជាក់បានប៉ុន្តែពេលខ្លះគេបានឲ្យខ្លែងបន្លំយើងដូចរបស់ពីប្រទេសជិតខាងអីចឹងគេមានដាក់ជាតិបារតដូចជារឿងដែលតំតល្បីឥឡូវហ្នឹងចឹងមានដាក់ជាតិបារតនៅក្នុងហ្នឹងអីចឹងខ្ញុំគិតថាវារៀង50-50ដែរដោយសារតរបៀបវាអត់បានធ្វើឲ្យមុខយើងសឬក៏អីហងវានៅតែធម្មតាគ្រាន់តែវាជួយការពារកុំឲ្យវាវាប៉ះពាល់ខ្លាំងជាងហ្នឹងឬក៏ធ្វើឲ្យវាប្លែកមុខយើងអីអត់មានខ្ញុំគិតថាអត់សូវបារម្ភដោយសារតែទី1ខ្ញុំអត់បានប្រើអីច្រើនតែនៅលើមុខខ្ញុំឯងហើយខ្ញុំគ្រាន់តែវាគឺជាពពួកលាងសម្អាតហើយនឹងការពារអញ្ចឹងទៅខ្ញុំអត់ដូចអត់ព្រួយបារម្ភអីហើយតម្លៃនៃការទិញនិងកន្លែងដែលខ្ញុំទិញហ្នឹងក៏វាមិនមែននៅរបៀបដូចវាសមរម្យដែរជាទូទៅក្រុមស្ត្រីមួយចំនួនធំតែងប្រើប្រាស់គ្រឿងសម្អាងជាប្រចាំដើម្បីការពារនិងរក្សាសម្រស់របស់ពួកគេតែនៅពេលដែលដឹងថាគ្រឿងសម្អាងនាំចូលមួយចំនួនប៉ះពាល់ដល់សុខភាពពួកគេបានងាកទៅទិញគ្រឿងសម្អាងដែលនាំចូលពីកូរ៉េនិងបណ្ដាប្រទេសផ្សេងទៀតអ្វីដែលពួកគេលើកជាយោបល់គឺការប្រើប្រាស់គ្រឿងសម្អាងនីមួយៗអ្នកប្រើប្រាស់ត្រូវស្វែងយល់ពីប្រភពឲ្យបានត្រឹមត្រូវវាមិនមែនថាយើងអត់ប្រើសោះទេតាំងពីដើមមកមានតិចតួចដែរតែឥឡូវខ្ញុំកាត់បន្ថយយូរហើយ7 8ឆ្នាំហើយណាអត់ដែរប្រើទេតែឥឡូវខ្ញុំស្នំពរជាពលរដ្ឋយើងគួរកាត់បន្ថយខ្លះកាត់ទៅឥឡូវពេលប្រកាសមកអញ្ចឹងទៀតល្អខ្ញុំសប្បាយចិត្តអញ្ចឹងណាហ្នឹងហើយដឹងគ្រប់ច្បាស់លាស់ពិតប្រាកដចាំយើងប្រើកុំលឺតែគេថាល្អស្អាតយើងប្រើតាមគេតអញ្ចឹងណាយើងត្រូវមើលឲ្យច្បាស់សិនណាអូនអាហ្នឹងគិតអញ្ចឹងស្នំពរទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងវាមិនថាមិនប៉ះពាល់បើគាត់បានតិចទៅវាអដែរណាគាត់ថាកុំឲ្យប៉ះពាល់ទាំងអស់ពេកយើងបាក់អញ្ចឹងអូនយើងវានិយាយទៅមករយៈក្រោយយើងសប្បាយចិត្តត្រង់ណាអីថាយើងដឹងច្រើនណាដឹងច្រើនទៅអាចកាត់បន្ថយច្រើនហើយភាគច្រើនខ្ញុំប្រើរាល់ថ្ងៃមានដូចជា foam សម្រាប់ clean មុខsunscreen ហើយ serum ហើយនិង moisturizer ផលិតផលដែលខ្ញុំប្រើភាគច្រើនគឺជារបស់កូរ៉េសម្រាប់ប្រភពច្បាស់លាស់គឺយើងពិនិត្យនឹងស្រាវជ្រាវមើលរបស់ដែលយើងចង់ប្រើប្រាស់នឹងជាមុនសិនមុននឹងយើងប្រើមុននឹងយើងទិញយើងមើលទីកន្លែងហើយរបស់ដែលនៅលើដូចជាអក្សរដែលនៅលើរបស់ដែលយើងប្រើសម្រាប់ខ្ញុំគឺគួរតែមានការពិនិត្យទៅមើលទាំងការមុននឹងនាំចូលក៏ដូចជាពេលដែលមិននាំចូលហើយជាពិសេសរំបន្តឹងនៅការរត់ច្បាប់នៅមុនពេលដែលចូលមកក្នុងស្រុកគួរតែពិនិត្យឲ្យបានច្បាស់ជាងមុនព្រោះដើម្បីការពារសុខភាពរបស់ប្រជាជនយើងឲ្យជៀសផុតអំពីផលិតផលទាំងនោះហ្នឹងហើយទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នមុននឹងប្រើអីត្រូវមើលប្រភពឲ្យច្បាស់លាស់យើងកុំប្រើផ្ដេសផ្ដាស់ឬតែស្អាតយើងហក់ទៅភ្លាមមកកើតទេ
គឺមិនកើតទេព្រោះសម័យឥឡូវសំខាន់គឺស្អាតខ្ញុំទទួលស្គាល់ខ្ញុំក៏ចង់ស្អាតដែរប៉ុន្តែយើងមិនអាចដឹងអត់ច្បាស់យើងទៅប្រើផ្ដេសផ្ដាសកើតទេដល់ពុកមកពីណាអីណាយើងដឹងច្បាស់យើងប្រើទៅហ្នឹងហើយខ្ញុំមិនមែនថាខ្ញុំនិយាយខ្ញុំស្អាតទេតែតាំងពីមុនខ្ញុំក៏ប្រើតិចតួចតែក្រោយមកខ្ញុំឈប់ប្រើរហូត7 ឆ្នាំ នៅក្នុងបញ្ហានៃគ្រឿងសម្អាងដែលរកឃើញថាមានផ្ទុកសារធាតុគីមីអ្នកជំនាញផ្នែកវិទ្យាសាស្ត្របានកត់សម្គាល់ថាបច្ចុប្បន្នមានផលិតផលជាច្រើនដែលប្រើប្រាស់សារធាតុគីមីប៉ះពាល់ដល់សុខភាពហើយកំពុងចរាចរនៅលើទីផ្សារអ្នកជំនាញយល់ថាប្រសិនបើអាជ្ញាធរមិនរឹតបន្តឹងលើអ្នកនាំចូលអ្នកលក់និងអ្នកផ្សព្វផ្សាយនោះទេនោះនឹងនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពសាធារណៈ